បាទនៅក្រៅពីការប្រកាសនៅសមាជិកបំបញ្ញមិញបាទកីឡាករជប៉ុន Suzuki Kaito បាទគាត់មកសើចកែងចោលមួយចឹងណាបាទដូចថាញាស់ពេញសម្បត្តិឲ្យពេញសម្បត្តិហ្នឹងថាមានអារម្មណ៍មិនល្អប៉ុន្តែមានអ្នកណាបាទមកញាស់ពេញសម្បត្តិឲ្យញឹមមួយមកព្រាយបាទចឹងគឺជាការប្រកួតមួយបាទតែបងប្អូនទន្ទឹងរង់ចាំជាយូរមកហើយបាទកីឡាករច្រើនជាតិសាសន៍ណាស់ដែលពេញសម្បត្តិបានធ្វើការប្រកួតប្រជែងជាមួយបាទមានឈ្នះមានចាញ់គ្រាន់តែឈ្នះច្រើនជាងចាញ់បាទចំណែកឯកីឡាករជប៉ុន Suzuki Kaito អ្វីដែលយើងកត់សម្គាល់គឺថាមានខ្សែក្រវ៉ាត់ជាច្រើនគ្រឿងបានធ្លាប់ដណ្ដើមបានធ្លាប់យកទៅគ្រប់គ្រងបើទោះបីជាបទពិសោធន៍ដែលខ្ញុំបានជម្រាបជូនដំណាញ់មិនថា16ដងឈ្នះ10ដងនិងស្មើម្ដងចាញ់5ដងក៏ដោយប៉ុន្តែនៅមុននៃកំណត់ត្រានេះគាត់ក៏ធ្លាប់ប្រដាល់ជាច្រើនដងដែរព្រោះអ្នកបដាល់បរទេសគាត់ច្រើនតែដាក់កម្រិតរបស់គាត់ជា2ផ្នែកបាទផ្នែកទី1គឺគេហៅថា amateur បាទសមាជិកអញ្ចឹងគាត់អត់រាប់ចូលទេនៅពេលដែលគាត់តាំងខ្លួនថាជាអ្នកបដាល់អាជីពហើយបានគាត់រាប់ចូលហ្មងវាយម្ដង2ដង3ដងគឺកីឡាករគ្រូបង្វឹកហើយនឹងក្លឹបដែលគាត់ហ្វឹកហាត់នេះគឺគាត់បញ្ចូលទៅក្នុងគេហៅថា professional record បាទចឹងហើយបាទយើងតែឃើញកីឡាករបរទេហេតុអីក៏វាយតិចបាទព្រោះគាត់មាន2កលៈរបស់គាត់ចឹងបាទអរគុណដល់ Gensberg លើកស្ទួយគុណខ្មែរឡើងដល់កម្រិតពិភពលោកបាទ Gensberg នាំយកគុណខ្មែរទៅគ្រប់បណ្ដាប្រទេសដើម្បីជួយលើកកម្ពស់គុណខ្មែរនិងផ្សព្វផ្សាយវប្បធម៌ទេសចរនៅលើឆាកអន្តរជាតិបងប្អូនកុំភ្លេចបាទចូលឆ្នាំថ្មីនេះអ្នកណាបានទៅលេងស្រុកបងប្អូនអើយសប្បាយណាស់បាទនៅរាជធានីភ្នំពេញនោះក៏មានការរៀបចំតាំងពីល្បែងបញ្ជាប្រៃលបាំប្រពៃណី6ថ្ងៃជាប់គ្នាបាទដែលជាការផ្ដល់ជូនដល់បងប្អូនឲ្យឃើញនៅទស្សនវិជ្ជាបាទដោយកាលពីយើងនៅពីសម័យកាលយើងនៅក្មេងៗចាស់ដែលគាត់រៀបចំកម្មវិធីផ្សេងចឹងក៏វិលអារម្មណ៍ទៅកាន់ពេលនោះវិញបាទចឹងនៅរាជធានីភ្នំពេញថ្ងៃទី14 15 16 17 18 19បាទ6ថ្ងៃជាប់គ្នាសូមកុំភ្លេចណាបងប្អូនពេលចប់កម្មវិធីទៅប្រញាប់ទៅផ្ទះអត់បានរួមជាមួយពេជ្រសម្បត្តិជាមួយមើលសង្ឃឹមបាទពីព្រោះមានរួមកន្ទ្រឹមសារវ័នឡាំលាវប្រពៃណីខ្មែរយើងនៅក្រោយចប់កម្មវិធីនេះបាទក្រោយប្រកាសកម្មវិធីនេះចប់បាទគឺដល់ការប្រគំតន្ត្រីយើងរួមច្រៀងលេងសប្បាយទាំងអស់គ្នាមានពេលឯណាបានមកជួបជុំគ្នាច្រើនគ្នាបែបនេះបាទស្កាត់មកពីទីក្រុងផ្សេងជាច្រើនបាទមកជួបជុំគ្នានៅស៊ូវ័ននៅពេលនេះបាទដូចជាក្រុមការងារបច្ចេកទេសរបស់អាជ្ញាកណ្ដាលចៅក្រមអញ្ចឹងបាទតាំងពីស្រុកខ្មែរមកលោកថាឲ្យតែថាចប់សញ្ញេអ្នកណាគ្នាអាចារ្យហើយដូរដាក់កៅអៅរួមស្ទឹងបាទនៅពេលនេះអ្នកមើលទូរទស្សន៍បាយ័ន BTV នៅស្រុកខ្មែររាប់លានទូរទស្សន៍នេះយើងអត់ទាន់គិតអ្នកមើលតាមបណ្ដាញសង្គមទេបើអ្នកមើលតាមបណ្ដាញសង្គមគឺ70000អ្នកជាងបាទ70000អ្នកជាងពីព្រោះដោយសារតែនេះជាការផ្សាយតនៅលើកញ្ចក់ទូរទស្សន៍ផងនៅបណ្ដាញសង្គមផងដូច្នេះទូរទស្សន៍សឹងតែគ្រប់ផ្ទះហើយបាទនៅប្រទេសកម្ពុជាសឹងតែគ្រប់ផ្ទះហើយកំពុងតែមើលប៉ុស្តិ៍ BTV បាទដែលជាការប្រកួតដ៏ធំដែលជាព្រឹត្តិការណ៍រៀបចំដោយសហព័ន្ធកីឡាបដាល់គុណខ្មែរសហការជាមួយស្ថានីយទូរទស្សន៍បាយ័ននិងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈស្ដាប់បទបញ្ជារបស់អាជ្ញាកណ្ដាល
បងប្អូនតោះយើងផ្ទះដៃជុំគ្នាមួយបានក្រមាជាកាដូអនុស្សាវរីយ៍ពីពេជ្រសម្បត្តិជូនទៅដល់ស៊ូស៊ូគីកៃតូបាទដែលជាការប្រកួតមិត្តភាពអន្តរជាតិនៅក្នុងប្រភេទទម្ងន់60គីឡូក្រាម3ទឹកបាទនៅខាងបង្គោលក្រហមពេជ្រសម្បត្តិមានភរិយាមកផ្ដល់ជាកម្លាំងចិត្តនៅខាងបង្គោលខៀវស៊ូស៊ូគីក៏មានភរិយាមកផ្ដល់ជាកម្លាំងចិត្តបាទមានកម្លាំងចិត្តឯណាធំជាងកម្លាំងចិត្តនេះទៀតបងប្អូនចាក្រមត្រៀមGensberg គុណខ្មែរគូមិត្តភាពអន្តរជាតិកម្ពុជាជប៉ុនទឹកទី1 round 1លើកទី2ចាប់ដើមប្រកបហើយបង្គោលក្រហមពេជ្រសម្បត្តិអាយ៉យស្វាគមន៍មកជើងឆ្វេងស៊ូស៊ូកែទាត់ជើងទី2ទៅលើពេជ្រសម្បត្តិទាត់ជើងទី3ទៅលើពេជ្រសម្បត្តិអាយ៉ា3ជើងគាត់មិនឲ្យ2ឲ្យ2វិញបាត់ឆ្វេងទាត់សងវិញពីស៊ូស៊ូគីធាក់ឆ្វេងមួយទៀតអូយពេជ្រសម្បត្តិបាទទាត់ស្ដាប់សងវិញទៅយោឆ្វេងថែមលត់កាប់កែងក្របីព្រៃស្ដែងដៃតែកាប់បកៃនេះស៊ូស៊ូគីចាប់ជាប់ក៏វាត់ផ្អែកជាមួយរឿយតែមិនអីទេនេះគ្រាន់តែការចាប់ផ្ដើមម្ដងទាត់ឆ្វេងពីស៊ូស៊ូគីម៉ាត់ស្ដាប់សងថែមឆ្វេងដល់មិនអីវិញរបស់ស៊ូស៊ូគីឆ្វេងស្ដាប់ក្រោមលើពីពេជ្រសម្បត្តិអូបាទដឹងតែមិនអីចូលគៀកបោះឆ្វេងពីសម្បត្តិស្ដាប់ឆ្វេងវិញពីស៊ូស៊ូគីសងស្ដាប់មកវិញចាប់បាត់ស្ដាប់ថែមឆ្វេងស្ដាប់ចាប់ជាប់ជុកគួងសម្បត្តិជុកគួងហើយក៏ចាប់ជ្រែកខ្ទាស់ក្រោមកិច្ចព្រមកិច្ចជ្រែកតែកាច់មិនទៅទេអាយ៉ាកដាល់ផ្លេះចេញពីគ្នាទាត់ឆ្វេងរោមជាប់ទាត់ស្ដាំរោមជាប់ទៀតពីស៊ូស៊ូគីទាត់លើទាត់ក្រោមចូលវិញចូលគៀកបាត់ស្ដាប់ថែមឆ្វេងរបស់ស៊ូស៊ូគីអូយចូលបានក្រោយបាទពីកីឡាករជប៉ុនពេជ្រសម្បត្តិទាត់ឆ្វេងទាត់ស្ដាំបាទសន្លឹងមកគ្នាលូកឆ្វេងពីស៊ូស៊ូគីឆ្វេងស្ដាប់បាច់ឡដល់ពីពេជ្រសម្បត្តិទាត់ប្រជើងតាមទៀតរបស់សម្បត្តិចូលឆ្វេងម្ដាយទៀតរបស់សម្បត្តិស៊ូស៊ូគីកិច្ចវត្តឆ្វេងចូលទៅវិញស្ដាប់ថែមពីស៊ូស៊ូគីចាប់ជាប់បាទចាប់បានច្រើនទៅមុខបន្តិចតោះចេញឆ្ងាយពីគ្នាមិនពិបាកអាញាកណ្ដាលទេយ៉ាក់ឆ្វេងបាត់ស្ដាំស៊ូស៊ូគីកិច្ចផុតលូកឆ្វេងចូលវិញបាទឆ្វេងទាត់ស្ដាំបាត់ស្ដាំថែមឆ្វេងរបស់សម្បត្តិឆ្វេងស្ដាប់ថែមទៀតស្ដាប់ថែមទៀតពីសម្បត្តិអូចូលស្ដាប់ពេញវិញពីស៊ូស៊ូគីឆ្វេងពេញវិញពីស៊ូស៊ូគីជុកគប់សម្បត្តិច្រើនផ្អែកនឹងសវៀនក៏ប៉ុន្តែកម្លាំងអ្នកទាំងពីរមើលទៅដូចធម្មតាចូលស្ដាប់ថែមឆ្វេងយល់រៀងខ្លួនយល់ចោះទៅឡើងស្ដាប់ឆ្វេងស្ដាប់បីណៃថែមមើលជង្គង់ទៀតពីសម្បត្តិស៊ូស៊ូគីជឿញាប់ទម្លាក់ខ្លួនមកវិញតែដោះថយទៅសិនបាទទាត់ឆ្វេងស៊ូស៊ូគីដូចជាអស់កម្លាំងតែចែកឆ្វេងពីស៊ូស៊ូគីសម្បត្តិវេនពីក្រោយអាញាកណ្ដាលប្រាប់តើប្រុងប្រយ័ត្នបន្តិចហាមវេនពីក្រោយហើយឥឡូវនេះបន្តដំណើរការកម្មគុណទាត់ឆ្វេងទាត់ស្ដាប់សងវិញមកជើងម្នាក់ទៀតបាទស៊ូស៊ូគីតាមពេជ្រសម្បត្តិឈរឲ្យត្រឹងបាត់ម្ដាយខុសទាត់មកជើងថែមបាទលូកឆ្វេងទៅលូកស្ដាប់ថែមឆ្វេងស្ដាប់ទៀតពីស៊ូស៊ូគីសើស្ដាប់ពីស៊ូស៊ូគីអូសើវិញពីពេជ្រសម្បត្តិឆ្វេងស្ដាប់ក្រោមលែឆ្វេងស្ដាប់ឡណាក្រោមព្រៃចេញស្ដាយវត្តមកកាយចូលកវត្តថែមទៀតឆ្វេងស្ដាប់ហើយក៏ស្ដាប់ឆ្វេងថែមទៀតពីពេជ្រសម្បត្តិឆ្វេងស្ដាប់ចូលឆ្វេងនេះគាត់ឆ្វេងស្ដាប់ទៀតឲ្យពេជ្រសម្បត្តិបោកមកកាយ1ស្ដាយក្របីពេជ្រសម្បត្តិ3 ស្ដាយក្របីពេជ្រសម្បត្តិធ្វើឲ្យកីឡាករជប៉ុនត្រូវបានអាញាកណ្ដាលរាប់ជុំទៅបន្តការប្រកួតចប់ទៅពី round 2ទៅទី2មកដល់តែអាចអូយស្ដាប់ឆ្វេងតែដូរដៃពីរដៃរបស់គាត់ដូរគ្នាចុះឲ្យឆ្វេងស្ដាប់គេស្ដាប់ដូរដៃគ្នាសម្បត្តិយ៉ាងចាំចូលឆ្វេងចូលស្ដាប់ថែមឆ្វេងទៅទៀតស្ដាប់ថែមទៀតឆ្វេងថែមទៀតអើយស៊ូស៊ូគីកិច្ចពេជ្រសម្បត្តិដេញថែមទៀតឲ្យកែងវិញម្ដងកែងស៊ូស៊ូគីកែងពេជ្រសម្បត្តិដៃស៊ូស៊ូគីចូលពេជ្រវិញហើយពីរដៃរបស់ស៊ូស៊ូគីពីរដៃខាងទៀតពេជ្រសម្បត្តិតាមបាត់វិញពេជ្រឆ្វេងស្ដាប់អើយស្ដាប់ថែមពីពេជ្រសម្បត្តិឆ្វេងស្ដាប់ចូលកែងវិញម្ដងស៊ូស៊ូគីស៊ូមែនបាទ
មានស្នាមឈាមទៅលើចំបោះស៊ូគីតែងតាមបាត់ស្នាមចូលតាក់ឆ្វេងចូលទៅទឹកមក1 2 3 4 5ដៃ6 7 8ដៃ 1 2 3 4 5 6 7 8 9 10 មិនអាចទេអាចញ៉ាកណ្ដាលមិនឲ្យបន្តការប្រកួតទៀតបានទេដៃធ្ងន់របស់ពេជ្រសម្បត្តិ8ដៃជាប់គ្នាបងប្អូនបាទធ្វើឲ្យកីឡាករជប៉ុនបាត់បង់អស់ស្មារតីឈឹងតែម្ដងបាទអូក្របីព្រៃស្នែកដែកពិតជាធ្វើឲ្យបងប្អូនដូចក្រេមិនខកបំណងបងប្អូនទាំងអស់គ្នាសូមទះដៃឲ្យក្របីព្រៃបាទបងប្អូនអាចសម្រាកក្រោយពេលប្រកាសលទ្ធផលបណ្ដៃកុំភ្លេច